ទឹកគ្រឿងអន្លក់ផ្កាស្ដៅគឺថាមកទីไรបងប្អូនអើយនិយាយពីថាជាតិស្លាប់តែម្ដងហើយថ្ងៃនេះគឺថាអត់ដឹងតែធ្វើម្ហូបអីទេប៉ុន្តែនឹកឃើញតែចង់បុកទឹកគ្រឿងអន្លក់ផ្កាស្ដៅអញ្ចឹងណាហើយក៏ខ្ញុំក៏នៅយូរដែរបងប្អូននាំគ្នាមកស្រែដើម្បីមកបេះផ្កាស្ដៅអីអញ្ចឹងទៅដោយសារតែបងចៅណៃគាត់ដឹងបងប្អូនហើយមកដល់បងប្អូនអើយចាដូចចិត្តមែនផ្កាស្ដៅហ្នឹងគឺថាផ្កាដល់កហើយក៏លេខទៅមើលបងចៅណៃគឺថាឡើងលឿនដល់កហើយបងប្អូនអរគ្នាដោយសារតែដើមហ្នឹងមិនមែនជាការងាយស្រួលទេបងប្អូនក្រងផងអីផងតែជាបញ្ហាទេបងប្អូនសំខាន់ឲ្យតែបានហូបផ្កាស្ដៅអញ្ចឹងណាចានេះបងចៅណៃគឺថាចាប់ដើមគួលមកហើយបងប្អូនណាមេឃទុយហ្នឹងទុកធ្វើអីទៀតបងប្អូនចាណានៅចិត្តដៃយើងគឺថាយើងគួលអាហ្នឹងហើយអ្នកខ្លះគេថាអត់ចេះហូបទេបងប្អូនលោកផ្កាស្ដៅហ្នឹងប៉ុន្តែខ្ញុំគឺថា favorite របស់ខ្ញុំបងប្អូនចូលចិត្តណាស់ជាមួយនឹងបុកទឹកគ្រឿងផងនិយាយមែនបងប្អូនគាត់តែបញ្ចូលសលេងហ្នឹងហើយគឺថាមានអារម្មណ៍ថាឃ្លានដងទៀតបងហើយបងចៅណៃគឺថាចុះមកបងប្អូនហើយចាសុទ្ធតែក្រំនឹងក្រហមច្រាលតែម្ដងអញ្ចឹងយើងជួយបេះជួយអីគាត់អញ្ចឹងទៅបងប្អូនហើយឥឡូវនេះផ្កាស្ដៅរបស់យើងគឺថាគួលបានហើយបងប្អូនខ្ញុំក៏ចាប់ដើមនំគ្នាបេះអញ្ចឹងណានិយាយទៅព្រោះថាផ្កាគឺល្អខ្លាំងមែនទែនបងប្អូនអរគ្នាឥឡូវនេះគឺថាចាប់ដើមនំគ្នាបេះហើយបងប្អូនបើនិយាយពីថាខ្ញុំវិញគឺថាខំដល់កហើយមិនមែនខំអីទេណាចាខំយកមុខយកមាត់នឹងឯងហើយនេះផ្កានិយាយមែនបងប្អូនផ្កាខែហ្នឹងគឺថាពេញលក់ហើយផ្កាស្ដៅបងប្អូនទៅមើលតាមដើមទៅតាមស្រែគឺថាមានគ្រប់ស្រែមកនិយាយមែនហើយបន្ទាប់ពីថាខ្ញុំបេះស្ដៅបេះអីបានហើយខ្ញុំក៏ចាប់ដើមនំគ្នាទៅភូមិវិញបងប្អូនអរគ្នាចាឥឡូវនេះគឺថាបានមួយម៉ាំងធំហើយបងបច្ចេកគឺថាអ្នកកាន់ខ្ញុំអ្នកនិយាយដឹងនិយាយអីតអីទេបងប្អូនហើយនិយាយទៅថាសើចពេញវាលស្រែនឹងឯងបន្ទាប់ពីថាយើងបេះស្ដៅបេះអីហើយខ្ញុំក៏ចាប់ដើមនំគ្នាទៅរោទិញត្រីនៅចុងភូមិបងប្អូនអរគ្នាចាហើយឥឡូវភូមិខ្ញុំគឺស្រួលខ្លាំងមែនទែនដោយសារតែគេចាក់ខ្នុរជាតិហើយបងប្អូនអរគ្នាចាចាក់កស៊ូចាក់អីហ្នឹងណាឥឡូវនេះគឺថាយើងចាប់ដើមយកជាមួយនឹងក្រូចឆ្មាបងប្អូនបុកទឹកគ្រឿងគឺថាផ្លេចអត់បានទេជាមួយនឹងក្រូចឆ្មានឹងត្រីនឹងឯងបងប្អូនអរគ្នាប៉ុន្តែខ្ញុំអត់ចង់ដាក់សណ្ដែកដីទេបងប្អូនអរគ្នាឥឡូវនេះមកដល់ទីហើយបងតឡុងគឺថាគាត់អត់មានចេះញញ៉ៃច្រើនទេចាត្រីធ្វើអីចឹងណាបងប្អូនអរគ្នាចាហើយខ្ញុំម្នេះគឺថាអត់មានអត់ប្រយោជន៍ទេគឺលីងម្ទេសលីងខ្ទឹមនឹងឯងបងប្អូនអរគ្នាអើយចាហើយខ្ញុំលីងខ្ទឹមមុនណាបងប្អូនអរគ្នាលីងតតែខ្ទឹមនឹងឆ្អិនបានខ្ញុំដាក់ម្ទេសតាមក្រោយសារតែម្ទេសវាលឿនខ្លោចបងប្អូនអរគ្នាចាមើលមុខអ្នកលីងទៅដូចមិនសូវពេញចិត្តអីប្រហែលទេចាបងប្អូនអរគ្នាលីងខ្លួនឯងថតខ្លួនឯងអីអញ្ចឹងណាចាបន្តមកទៀតទឹករបស់យើងគឺថាពុះហើយបងប្អូនយើងក៏ចាប់ដើមដាក់ជាមួយនឹងត្រីចូលហើយត្រីនឹងគេវាយល្ងប់ហើយណាបងប្អូននៅសរសៃទាញរសទៀតទឹកត្រីនឹងខ្ញុំក៏បានចូលដែរបងប្អូនខ្ញុំបង់ម្ទេសបង់ច្រឡំបង់ម្ទេសបងប្អូនបង់អំពិលទុំហើយនឹងប្រហុកដើម្បីយកទឹកនឹងធ្វើទឹកគ្រឿងអញ្ចឹងទៅបងប្អូនអរគ្នានេះប្រហុកយើងដាក់មួយវេកពីរវេកមកដោយសារតែទឹកគ្រឿងវាថាកាន់តែឈ្ងុយប្រហុកគឺថាកាន់តែឆ្ងាញ់បងប្អូនអរគ្នាហើយពពុះលើហ្នឹងយើងមិនបាច់ទុកទេយើងដួសវាចេញអស់មកកុំឲ្យវាមានឆ្អាបមានអីចឹងទៅហើយនេះខ្ទឹមដែលយើងលីងមិញហ្នឹងបងប្អូនអរគ្នាយើងយកវាមកបុកមកដើម្បីយើងដើម្បីអីទេបងប្អូនអរគ្នាចាបន្ទាប់ពីថាយើងបកខ្ទឹមបកអីបានហើយខ្ញុំក៏ចាប់ផ្ដើមបុកក្លុកចូលគ្នាវាម៉ត់មកបងប្អូនអរគ្នាមានម្ទេសមានខ្ទឹមអីហ្នឹងហើយពេលបុកទឹកគ្រឿងបងប្អូនបើថាយើងអត់លីងម្ទេសលីងខ្ទឹមទេគឺវាអត់ឈ្ងុយទេបងប្អូននិយាយទៅអត់មានរសជាតិឆ្ងាញ់ហ្មងតើយើងលីងមិនបានឆ្ងាញ់អញ្ចឹងណាហើយនេះត្រីដែលយើងស្ងោរមកយើងលើកវាទុកមួយឡែកសិនទៅបងប្អូនការដួសជាមួយនឹងត្រីរបស់យើងគឺថា2ក្បាលហ្នឹង1គីឡូហើយបងប្អូនអរគ្នាដោយសារវារៀងធំដែរបងប្អូនអរគ្នាហើយគ្នារបស់ខ្ញុំក៏មិនមែនតិចទេបងប្អូនគ្នាយើងច្រើនដែរអញ្ចឹងយើងត្រូវការប្រើត្រីរៀងច្រើនដែរថាចាប់ផ្ដើមបេះឲ្យបងប្អូនអរគ្នាបេះឲ្យដាក់ក្នុងត្បាល់យកហ្មងទៅបងប្អូនខ្ជិលញញ៉ៃច្រើនណាចាយើងបេះនិយាយទៅដោយសារតែត្រីហ្នឹងយើងធ្វើស្អាតហើយបងប្អូនអរគ្នាអញ្ចឹងស្អីអាសបកហ្នឹងគឺយើងដាក់ដែរបងប្អូនបាច់ចូលបាច់អីទេចានេះវាថាយើងបេះសាច់ត្រីអីរួចរាល់ហើយយើងក៏ធ្វើការបុកវាជាមួយនឹងម្ទេសខ្ទឹមដែលយើងបុកមិញហ្នឹងបងប្អូនអរគ្នាចាបុកផងសើចផងមិនដឹងស្អីរឿងអីទេនេះហោះមកទៀតយើងក៏ធ្វើការចាក់ជាមួយនឹងទឹកត្រីដែលយើងស្ងោរមិញបងប្អូនមានទឹកអំពិលទុំជាមួយនឹងប្រហុកអញ្ចឹងណានិយាយទៅមានរសជាតិទាំងអស់នៅក្នុងហ្នឹងហើយខ្ញុំក៏ធ្វើការក្លុកវាទៅបងប្អូនអរគ្នាបងតឡងនេះគឺថាជួយម្នាក់ម្ដាយមួយជើងខ្លាំងមែនទែនបងប្អូនអរគ្នាគាត់ជួយស្រស់ស្ដៅស្រស់អីអញ្ចឹងណាស្ដៅហ្នឹងខ្ញុំឃើញអ្នកខ្លះគេអត់ហូបស្រស់ផងបងប្អូនគេហូបទាំងឆៅប៉ុន្តែគេមិនដឹងហូបមិនទេបើសម្រាប់ខ្ញុំវិញគឺថាដឹងតែកពុលបងប្អូនស្ដៅហ្នឹងយើងអត់ស្រស់យូរណាបងប្អូនគេថាស្រស់យូរទៅវាបែកប្រមាត់ហើយវាល្វីងថែមទៀតបងប្អូនអញ្ចឹងយើងស្រស់វាតែមកល្មមបានហើយបងប្អូនរៀងសពប់តិចហើយយើងក៏ធ្វើការដួសវាមកបងប្អូនអរគ្នាក៏លេខមកមើលទឹកគ្រឿងឯនេះវិញនិយាយពីថាលង្កាប់ខ្ទឹមមកបងប្អូននិយាយពីថាតំណងយកតែមែនទេហើយឥឡូវនេះគេថាទៅស្ដាប់សំឡេងស៊ីនទាំងអស់គ្នាបងប្អូនដល់វាហូបហើយ
ហើយវីដេអូលក់ស្ដៅរបស់ខ្ញុំគឺថាមានអីច្រើនទេបងប្អូនមានតែប៉ុណ្្នឹងឯងបងប្អូនចូលចិត្តវីដេអូហ្នឹងកុំភ្លេចជួយ like page និងជួយ share ខ្ញុំនឹងមួយផងណាដើម្បីបានវីដេអូថ្មីៗបន្តទៀត